ខ្ញុំឃើញអត្ថបទមួយដែលគេនិយាយថាបើអ្នកចង់ដឹងថាអ្វីមួយស័ក្តិសមជាមួយអ្នកឬអត់ផ្លូវដែលល្អបំផុតគឺអ្នកត្រូវសាកល្បងបើតើអ្នកសាកល្បងមិនដឹងថាតើវាស័ក្តិសមសម្រាប់អ្នកឬអត់អ្នកធ្វើបានឬអត់ហើយចាប់ផ្ដើមរៀនពីវាបើសិនបើវាមិនស័ក្តិសមអ្នកអាចផ្លាស់ប្ដូរទៅថ្មីបើសិនបើវាស័ក្តិសមអ្នកអាចបន្តទៅមុខទៀតពីព្រោះនៅក្នុងជីវិតពិតវាគ្មាន GPS ដែលកំណត់ថាអ្នកត្រូវទៅផ្លូវនេះអ្នកទៅផ្លូវនេះហើយក៏គ្មានសភៅណែនាំថាអ្នកឯងគួរតែដំណើរការនៃជីវិតជំហានបែបនេះជាក់ស្ដែងនៃជីវិតរបស់មនុស្សម្នាក់មានលក្ខខណ្ឌទេពកោសល្យឱកាសស្ថានភាពជាក់ស្ដែងខុសៗគ្នាខ្ញុំគិតថាយើងអាចរៀនពីបទពិសោធន៍ពីអតីតកាលប៉ុន្តែទៅរស់នៅជាមួយនឹងបច្ចុប្បន្នកាលដើម្បីអនាគតកាលអញ្ចឹងខ្ញុំគិតថាសម្រាប់ខ្ញុំនឹងរៀនអ្វីដែលខ្ញុំបានធ្វើវាពីអតីតកាលមកហើយធ្វើឲ្យអនាគតកាលរបស់ខ្ញុំកាន់តែល្អប្រសើរដូចបងប្អូនបានឃើញខ្ញុំសាកល្បងរៀនគូគំនូរនេះគឺបាត់តែវាជំហានទី1វាមិនសមក៏ប៉ុន្តែដល់ដំណាក់កាលនេះខ្ញុំបានធ្វើវាហាក់បីដូចជាប្រសើរជាងមុនច្រើនដោយសារតែខ្ញុំរៀនពីកំហុសឆ្គងទៅខ្ញុំអាគូនៃគំនូររូបដំបូងនោះវាយ៉ាងណាអញ្ចឹងដល់ពេលឥឡូវខ្ញុំហាក់បីដូចជាក្រិនបើជាមុនឆ្ងាយដូចបងប្អូនបានឃើញនៅក្នុងរូបគំនូរនេះជាដើម